ដើមឡើយដើមកំណើតនៃទានចំណាំព្រះវស្សានេះគឺមកអំពីសម័យព្រះសម្មាសម្ពុទ្ធដែលព្រះអង្គត្រាស់ដឹងឡើងនៅក្នុងលោកនេះមានថេរវេលាយូរឆ្នាំកន្លងមកកាលពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងឡើងនៅក្នុងលោកក្នុងសម័យនោះពុំមានទានព្រះវស្សាទេសម្រាប់បរិស័ទដែលមានសទ្ធាចេតនាគេនាំយកប្រេងទៅវាយប្រគេនដល់ព្រះសង្ឃដើម្បីបានព្រះសង្ឃលោកអុជបំភ្លឺនៅពេលរាត្រីក្នុងពេលចាំវស្សាហ្នឹងទេនេះជាភពហេតុនៃទានព្រះវស្សាហ្នឹងដល់មកក្រោយទៀតមកក៏បុរាណអាចារ្យរបស់ខ្មែរយើងនឹងបានរៀបចំទៅជាពិធីសិទ្ធទានព្រះវស្សាដើម្បីនឹងពីប្រគេនដល់ព្រះសង្ឃឲ្យចាំវស្សានេះជាបុព្វហេតុនៃទានចំណាំព្រះវស្សាហ្នឹងព្រោះសម័យកាលដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោកពេលនោះនៅសង្គមរបស់មនុស្សយើងនេះគឺមានការខ្វះខាតយ៉ាងក្រៃលែងជាទីបំផុតសូម្បីតែប្រទីបគឺទានចំណាំព្រះវស្សានេះក៏អត់មានទេបងក្រណាស់សម័យហ្នឹងម្ល៉េះហើយព្រះសង្ឃក្នុងសាសនមណ្ឌលក្នុងពុទ្ធសាសនានេះកាលណារៀបនឹងដល់ថ្ងៃចូលចាំព្រះវស្សាហើយក៏រមែងរោគវត្ថុដែលត្រូវដាក់ប្រេងហ្នឹងដែលសម្រាប់ញោមញាណកាបដីសេដ្ឋីឬក៏អ្នកមានទ្រព្យហ្នឹងគេនាំយកប្រេងមកវាយប្រគេនដល់ព្រះសង្ឃគ្រាន់តែប្រដាប់ដែលសម្រាប់ដាក់ប្រេងនឹងទីសោតក្រជាទីបំផុតម្ល៉េះហើយព្រះសង្ឃគ្រប់រូបទាំងអស់ក៏តាំងទៅស្វែងរកប្រដាប់វត្ថុដែលយកមកដាក់ប្រេងហ្នឹងគឺទៅយកដើមឫស្សីស្រុកយ៉ាងណាកាត់ជាបំពង់ហើយក៏បំរុងនឹងបានទទួលនៅប្រេងដែលគេយកមកវេប្រគេននេះនិយាយពីភាពកំសត់ទូរគាត់នៅសម័យដែលព្រះសម្មាសម្ពុទ្ធទើបនឹងត្រាស់ដឹងឡើងហ្នឹងកំសត់ព្រោះបើសិនណាជាញោមញាតពុទ្ធបរិស័ទបានដឹងរឿងវត្ថុនិទានដំណើរអំពីទានចាំព្រះវស្សានេះគឺមានសេចក្តីអាណិតអាសូរដល់ព្រះសង្ឃនឹងជាទីបំផុតយ៉ាងក្រៃលែងនេះសម្រាប់ទានចំណាំព្រះវស្សាហ្នឹងវិញចំណែកសម្ពុតវសិកសាដកៈសម្ពុតសម្រាប់ងូតទឹកភ្លៀងហ្នឹងនេះក៏មានបុព្វហេតុខាងដើមដែរប្រប្រសង្ឃក្រជាទីបំផុតក្រាន់សំបីតែសម្ពុតយកមកផ្លាស់ងូតទឹកភ្លៀងក៏អត់មានដែរពុក្រចឹងម្ល៉េះហើយព្រះសង្ឃកាលណាមានភ្លៀងបង្អល់ធំមកក៏ស្ងាត់ណាំនេះអាក្រាតកាយទៅទេក៏ស្រង់ទឹកភ្លៀងដល់សម័យហ្នឹងក៏មហាឧបាសិកាវិសាខាបានជ្រាបដំណើរនោះរឿងនោះអំពីព្រះសង្ឃលោកស្រង់ទឹកដោយអាក្រាតខ្លួនទៅទេណាហើយមានសេចក្តីសង្វេគក៏មានសទ្ធាជ្រះថ្លាបានទទួលសុំព្រះសម្មាសម្ពុទ្ធដោយបញ្ហា8ខទូលសុំណា
នាងវិសាខាមហាបាសិកាបានសុំបវារណាធ្វើវសិកសានអកៈគឺសម្ពុតសម្រាប់ផ្លាស់ងូតទឹកភ្លៀងនឹងទី1ទី2សុំនៅអាកន្តកៈផាត់គឺប្រគេនផាត់ដល់ភិក្ខុដែលទៅនឹងមកពីទីឆ្ងាយនឹងមកគង់នៅស្នាក់អាស្រ័យក្នុងវត្តដល់វត្តជាលំនៅថ្មីហ្នឹងព្រោះព្រះសង្ឃដែលទៅនឹងមកដល់ថ្មីមកគង់នៅចាំនៅវត្តថ្មីនោះគឺมันអាចដឹងកន្លែងដែលគេស្វាស្វែងរកភិក្ខុរកភត្តាហារបរិភោគបានទេបងហើយលំបាកបាននាងសុំអនុញ្ញាតនៅពោទី2ហ្នឹងគឺសុំប្រគេននៅគាត់ដល់អកន្តកៈភិក្ខុដែលទើបនឹងនិមន្តមកគង់នៅថ្មីនោះទី3គមិកផាត់គឺសុំប្រគេនផាត់ដល់ព្រះភិក្ខុដែលមានដំណើរទៅកាន់ទីឆ្ងាយមានដំណើរទៅកាន់ទីដទៃឆ្ងាយគឺសុំអនុញ្ញាតព្រះសម្មាសម្ពុទ្ធដើម្បីនឹងបានប្រគេនផាត់ដល់ភិក្ខុដែលត្រូវការនិមន្តទៅកាន់ទីឆ្ងាយហ្នឹងទី4គិលានផាត់សុំប្រគេនថ្នាំដល់ភិក្ខុដែលមានជំងឺមានអាពាហ៍ហ្នឹងគឺសុំប្រគេននៅផាត់ក៏ដល់ភិក្ខុដែលមានជំងឺនោះទី5គិលានឧបថៈផាត់គឺសុំប្រគេនផាត់ដល់ភិក្ខុដែលអ្នករក្សាជំងឺព្រោះភិក្ខុដែលរក្សាជំងឺហ្នឹងគឺពិបាកនឹងរកពេលនឹងទៅរកផាត់យកមកបរិភោគចំអែតកាយហ្នឹងណាម្ល៉េះហើយក៏នាងវិសាខាក៏សុំអនុញ្ញាតនៅផាត់ណាប្រគេនដល់ព្រះភិក្ខុដែលលោកជាអ្នករក្សានៅគិលាននៅភិក្ខុដែលលោកអពាហ៍នោះទី5សុំប្រគេននៅគិលានភេសជ្ជៈគឺសុំប្រគេននៅគិលានភេសជ្ជៈគឺភិក្ខុដែលរក្សាជំងឺទី7ធុវយាគូគឺសំប្រគេននៅបបរដល់ភិក្ខុដែលត្រូវការបបរឆាន់បបរហ្នឹងជាប្រកដីហ្នឹងទី8ឧត្តកៈសាធកៈដល់នាងភិក្ខុណីសង្ឃដល់ភិក្ខុសង្ឃជាស្ត្រីភិក្ខុណីហ្នឹងសុំប្រគេននៅឧត្តកៈសាធកដល់ភិក្ខុណីសង្ឃហ្នឹងជារៀងរហូតអស់មួយជីវិតនេះជាសំណូមពររបស់មហាបាសិកាវិសាខាដែលទូលសុំអនុញ្ញាតបវរណានៅបច្ចៈនៅវត្ថុទាំងឡាយដែលខ្វះខាតនៅក្នុងពុទ្ធសាសនានេះដំណើរហេតុនៃទានព្រះវស្សាហើយនឹងសម្ពុតវសិកសាដកហ្នឹងពុំមានដំណើរយ៉ាងដូចនេះវត្ថុនៃទានដែលអាត្មាភាពលើកយកមកសម្ដែងជូនអាយដាមអ្នកញាលោកជំទាវលោកស្រីញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបក្នុងឱកាសនេះដើម្បីនឹងបានជ្រាបដឹងដំណើរនៃប្រគេនទានចំណាំព្រះវស្សាហើយនឹងសម្ពុតវសិកសាដកនឹងគឺដោយហេតុការដែលខ្វះខាតប្រើប្រាស់ក្នុងសម័យពុទ្ធសម័យនោះប៉ុណ្ណឹងសូមលើកត្រឹមតែប៉ុណ្ណឹងយកមកសម្ដែងជូនដល់ឯកឧត្តមលោកជំទាវញោមញាតិអស់សូមឲ្យបានជ្រាបអំពីរឿងវត្ថុនិទាននៃទានចំណាំព្រះវស្សានិងសម្ពុតវសិកសាដកសាដកនោះដល់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនានេះអាស្រ័យនៃធម៌ទេសនាក្នុងកម្មវិធីនេះក៏លំមគួរសមទៅតាមកាលនិងវេលាហើយប៉ុន្តែមុននឹងបញ្ចប់
ก็ซ้ำประเคนโปเอาสจูนโปเราลงฉิมเตียวเนี่ยอ่อนยาไอ้ดำเอาลูกสไรลูกพรองต่างอ้อขนมเอาการในสมัยบ้านประกอบแล้วปุตตโพบุญประกาเกือยุวันณะสุขะปะเละเจนิกนิรันตอเรียงเต้าอะยังสังเคเป็นเนี่ยธรรมติสนาสมตาตัวติสนาได้ชมการณาตมาเพียบสำแดงขนมออกการนี้ก็สันมอนถ้าจับโดยสังขารแต่ปนในเองเอวัง